ស្វាគមន៍ពីជំនុំមកកាន់គេហទំព័រសាព័ត៌មានថ្មីនៃពេលនេះរបស់ពីខ្ញុំក្តៅកាន់តែខ្លាំងហើយការចាប់ដៃរបស់លោកសុកហេងនិងយោធាបានធ្វើឲ្យគ្នាលោកហ៊ុនសែនរត់បែកផ្សែងមិនដឹងជ្រកកននៅទីណាប្រិយមិត្តជាទីគោរពនិងជាទីរាប់អានភាពលោភហាមអំណាចរបស់លោកហ៊ុនសែនវាបានคล้ายទៅជាចន្លោះទឹកភ្នែកនៃអ្នកដែលមិនដឹងមិនចេះគ្រប់នឹងចេះតែដើរពីក្រោយខ្នងនៅក្នុងក្រមនៃការគ្រួងអំណាចរបស់លោកហ៊ុនសែននេះគឺជាអំពើដឹកនាំដ៏ល្ងងខ្លៅបំផុតរបស់លោកហ៊ុនសែនហើយពិសេសមនុស្សដែលរណបប្រកបចិត្តចំពោះលោកហ៊ុនសែននោះមិនយល់ច្បាស់ថាខ្លួនកំពុងនៅទីណាដែរនៅពេលនេះលោកហ៊ុនសែនបានបង្ហាញពីភាពក្លាហានរបស់ខ្លួនជាមួយតែបរដ្ឋនិងខ្មែរគ្នាឯងតែប៉ុណ្ណោះលោកហ៊ុនសែនមិនហ៊ានទេដឹកនាំកម្លាំងវាយអ្នកដែលហ៊ានឈ្លានពានដែលដាក់មនោគមនៅក្នុងប្រទេសកម្ពុជាលោកហ៊ុនសែនបានត្រឹមតែចិញ្ចឹមអំណាចរបស់ខ្លួនឲ្យបានធំធាត់ព្រោះថាអំណាចរបស់លោកហ៊ុនសែនជាអនុត្រាសអំណាចនៅក្នុងដែនកម្ពុជាហើយចំពោះរះវិញគឺខ្មែរទាំង 16.5 លាននាក់រស់នៅក្នុងភាពក្រតបយ៉ាងណាក៏រស់បានរស់ទៅនេះហើយគឺជាសមិទ្ធផលអំណាចនៃការគ្រប់គ្រងរបស់លោកហ៊ុនសែននៅក្នុងទឹកដែនកម្ពុជាថ្មីនេះរដ្ឋបាលត្រឹមបានវាយពន្ធដារមកលើកម្ពុជារហូតទៅដល់ 49% ខ្ពស់ជាងគេនៅអាស៊ាននេះឬជាភស្តុតាងនៃសក្តានុពលរដ្ឋាភិបាលផ្លាស់ប្ដូររបស់លោកហ៊ុនសែននោះប្រសិនបើយើងដាក់ចំណុចចំទៅមើលទៅទាំងកូននិងឪពុករបស់លោកហ៊ុនសែនមិនខុសពីគ្នានោះទេនៅក្នុងកត្តាដឹកនាំនេះយើងឃើញច្បាស់ហើយថារដ្ឋាភិបាលជិតខាងគេមានប្រតិកម្មភ្លាមក្រោយពេលសហរដ្ឋអាមេរិកវាយពន្ធដារមកលើប្រទេសគេតែកម្ពុជាវិញហាក់បីដូចជាមិនខ្វាយខ្វល់ចំពោះចំណាប់ការរបស់លោកត្រាំនេះគឺជារឿងមួយដែលកំពុងនាំឲ្យរះស្ថិតនៅក្នុងទីតល់បន្ថែមកាន់តែបន្ថែមតែប៉ុណ្ណោះតើសួរថាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតមានគិតទេពីរះឬគ្រាន់តែឲ្យរះស្រីឃ្លាននិងរះស្រីឃ្លានទៅរះយល់នេះពិតជារដ្ឋបាលចោលម្សៀតនៅក្នុងទូនីតិនៃរដ្ឋបាលជុំវិញពិភពលោកភាពវង្វេងគ្មានដំណោះស្រាយទាំងបន្តចំណន់នេះតែថ្ងៃណាទៅកម្ពុជាអាចរួចផុតពីរណ្ដៅដ៏សែនជ្រៅមួយនេះពីអំណាចផ្ដាច់ការភាពជ្រុលនិយមគ្រួសារនិយមរបស់ហ៊ុនសែនគ្រួសារលោកហ៊ុនសែនដឹកនាំកម្ពុជាពីមួយទៅមួយគឺគ្មានភាពកោះក្ដៅសម្រាប់រះគ្មានកាតព្វកិច្ចបំរើរះគេវិវត្តអំណាចយ៉ាងណាឲ្យខ្លាំងឲ្យពូកែនឹងคล้ายរដ្ឋមួយទៅជារដ្ឋផ្ដាច់ការសម្រាប់វងត្រកូលហ៊ុនហើយពួកគេទុករះចោលនៅក្នុងសង្គមចាត់ទុករះជាគំនួរសម្រាមតែប៉ុណ្ណោះពិតជាឃើញហើយគួរឲ្យស្រណោះនិងរន្ធត់នៅក្នុងទួនាទីជាប្រជាពលរដ្ឋជាអ្នកស្វែងយល់អំពីសង្គមអំពីប្រជាពលរដ្ឋនៅក្នុងតំបន់ក៏ដូចជាពិភពលោកការដាក់ឡើងយន្តនាការគោលជំហរនយោបាយនិងភាពអនុត្តរអំណាចគ្រួសារនៃវងត្រកូលហ៊ុនពេលនេះច្បាស់ថាលោកហ៊ុនសែនកំពុងទទួលរងនៅរលួសប្រឆាំងជាងពីផ្ទៃក្នុងផងដែរជាពិសេសអំណាចមួយដែលលោកហ៊ុនសែនមិននឹកស្មាននោះគឺសម្ដេចកូឡាហោមសុកហេងបានបដូរផ្ដាច់នៅក្នុងផែនការវិវត្តនយោបាយដល់ទីបញ្ចប់ចំពោះកិច្ចបញ្ជាក់ខ្លួនចេញពីអំណាចរបស់លោកហ៊ុនសែននិងកសាងអំណាចសម្រាប់ជូនប្រជាពលរដ្ឋទូទាំងមហានគរនៃប្រទេសកម្ពុជាទាំងមូលប្រិយមិត្តជាទីគោរពសម្ដេចកូឡាហោមសុកហេងបានប្រកាន់ភ្ជាប់នៃកិច្ចរៀបចំបែបបទនយោបាយផ្ទៃក្នុងនិងការធ្វើការផ្លាស់ប្ដូរតាមរយៈរដ្ឋបាលកិច្ចជូនភាពស្អាតស្អំជាអ្នកដឹកនាំដល់អធិបតីទៅកាន់ប្រជាពលរដ្ឋរបស់លោកសុកហេងនិងទៅកាន់ផ្ទៃក្នុងនៅក្នុងគណបកប្រជាជនកម្ពុជាឲ្យមានគោលការណ៍ផ្លាស់ប្ដូរនៅក្នុងទស្សនៈនយោបាយរបស់ខ្លួនទាំងអស់ជាពិសេសគឺគោលនយោបាយដ៏ធំគឺបសុទ្ធមនុស្សក្នុងផ្ទៃគណបកប្រជាជនកម្ពុជា
បង្កើតលំហអំណាចទូទៅហើយក៏ជាអ្នកមានឆន្ទៈបំរើរះនៅមុខងាររបស់ខ្លួនដែលខ្លួនទទួលយកនោះយើងឃើញហើយថាមន្ត្រីមួយចំនួនដែលជាខួរអំណាចគ្មានចំណេះគ្មានគោលដៅបានត្រឹមតែស៊ីប្រាក់ខែរះកេងចំណេញលេបយកទ្រព្យសម្បត្តិរបស់ជាតិរំលោភក្នុងប្រព័ន្ធច្បាប់ជាពិសេសនយោបាយការបរទេសចំណេះដឹងទៅដោយមុខៈខ្មៅងងឹតគ្មានភាពវៃឆ្លាតនិងគ្រប់គ្រងអំណាចទៅតាមចំណងចំណូលចិត្តដោយជាមន្ត្រីមួយចំនួនក្នុងស្ថាប័នរដ្ឋមានឈ្មោះថាចោមនិមលបានថ្លែងយ៉ាងអវិជ្ជមានថាការដាក់ពន្ធរបស់សហរដ្ឋអាមេរិកគ្មានភាពប៉ះពាល់ដល់ប្រទេសកម្ពុជានោះទេវាគ្រាន់ប៉ះពាល់ទៅដល់អ្នកដាក់តែប៉ុណ្ណោះនេះគឺជាសម្ដីល្ងងខ្លៅបំផុតរបស់មន្ត្រីរដ្ឋមន្ត្រីម្នាក់បម្រើនៅក្នុងក្រសួងនៅក្នុងស្ថាប័នរដ្ឋពិតប្រាកដណាស់ប្រិយមិត្តគ្មានអ្វីដែលអាចជួយកែសម្រួលបានទៀតនោះឡើយនេះហើយកូនចៅរបស់លោកហ៊ុនសែនដែលតែងតែបង្ហាញថាគោលការណ៍ផ្លាស់ប្ដូរយុទ្ធសាស្ត្រចំនួនទី2នៃការប្រែប្រួលធំណាស់របស់លោកហ៊ុនម៉ាណែតដែលកាន់អំណាចមកដល់ពេលបច្ចុប្បន្នភាពនេះឃើញថាកម្ពុជាស្ថិតនៅក្នុងរង្វង់វល់នៃលេខ0តែប៉ុណ្ណោះសម្រាប់កត្តាការអភិវឌ្ឍវិវត្តទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនពាក្យឆោបោកគឺលោកហ៊ុនសែនពូកែលួងលោមមហាជនណាស់ពេលនេះឃើញច្បាស់ថាអស្ថិរភាពវាគឺជាការពិតនៅក្នុងសង្គមជាតិនៅក្នុងរង្វង់នៃអំណាចរបស់ហ៊ុនសែនតែប៉ុណ្ណោះបន្ទុយទៅវិញការបើកជំហានរបស់លោកសកហេងគឺកំពុងលើកឡើងអំពីលក្ខណៈនយោបាយជួនជាតិបានคล้ายទៅជាព្រឹត្តិការណ៍នយោបាយកំចាត់ចោលនៅមន្ត្រីអស្ថិរភាពចេះតែរណបគ្មានខ្លឹមសារយោគយល់ដឹងអំពីចក្ខុវិស័យភាពស៊ីជម្រៅនៅគោលនយោបាយសេដ្ឋកិច្ចសង្គមចំពោះលំហនិងបរិបទសេដ្ឋកិច្ចសង្គមនោះនេះមានន័យថាមហាជនកំពុងដាក់វាសនារបស់ខ្លួនលើមហាសាគរដែលគ្មានយល់ដឹងពីផែនទីនៃដំណើររបស់ខ្លួននេះគឺជាការរងចាំសេចក្តីស្លាប់របស់រាជតែប៉ុណ្ណោះជាមួយរដ្ឋបាលនេះដូច្នេះតួនាទីរបស់គណៈរដ្ឋមន្ត្រីមួយចំនួនបានស្រេចនឹងប្រាប់ច្បាស់ថាខ្មែរមិនបដូរតើខ្មែរចាំដល់ពេលណាទៀតនេះជារឿងពិតដែលកូនខ្មែរយើងត្រូវតែចងចាំនិងចេះចាំនិងបើកវិធានការដោះកម្ដៅបំផុតនិងតាំងអំណាចរបស់ខ្លួនដែលកំពុងមាននៅក្នុងលំហរៀងខ្លួនឆន្ទៈរបស់ខ្លួននិងកមនសិការរបស់ខ្លួនគឺសម្ដេចកូឡាហោមសុខេងនិងសម្ដេចបជ័យសេនាទាបាញ់ដែលជាស្រមោលនៃអំណាចសម្រាប់មហាជនធ្វើការផ្លាស់ប្ដូរតាន់ពេលវេលានៅក្នុងគណៈបកផងនៅក្នុងផ្ទៃសង្គមជាតិផងប្រិយមិត្តជំរើសលើកនេះវាគឺជាជំរើសបង្ហាញពីឆន្ទៈមោះមុតបំផុតនៅក្នុងដែនអំណាចដែលត្រូវបានបង្ហាញពីឆន្ទៈនយោបាយពិតប្រាកដព្រមទាំងស្រោចស្រង់កម្ពុជាឲ្យរួចផុតពីអំណាចគ្រួសារនិយមប្រតិបត្តិនៃឯកតេនយោបាយគ្រួសារបានធ្វើឲ្យសង្គមងាប់ឈួរតែប៉ុណ្ណោះមិនមានភាពរស់រវើកនឹងនាំឲ្យមកនៅសង្គមអពមង្គលប្រកបទៅដោយភាពបាត់សណ្ដាប់ធ្នាប់និងភាពក្រឡាប់ចាក់នៅក្នុងសង្គមមួយថ្ងៃកាន់តែជ្រៅឡើងនិងអស្ថិរភាពឡើងប្រិយមិត្តរដ្ឋបាលរបស់លោកហ៊ុនម៉ាណែតពិតជាទុកឲ្យមហាជនរួមទុកបន្តនិងរួមទុកតែប៉ុណ្ណោះដូចពាក្យចចាមរាមថាយើងធ្វើទៅគេធ្វើមកវិញនៅពេលនេះឆាកល្ខោននយោបាយពីសហរដ្ឋអាមេរិកបានជិញយ៉ាងច្បាស់តែភាពវង្វេងរបស់មន្ត្រីក្រមអំណាចនៃលោកហ៊ុនម៉ាណែតនោះគ្មានចេះគិតនោះទេនៅព្រឹកព្រលឹមថ្ងៃទី3ខែមេសាមកនៅកម្ពុជាប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រុំបានប្រកាសដំឡើងពន្ធដារទៅវិញទៅមកលើគ្រប់ប្រទេសជុំវិញពិភពលោកដូណាល់ត្រុំក៏បានសង្កត់ធ្ងន់ថាពន្ធនេះធ្លាក់នឹងឆ្លុះបញ្ចាំងពីកម្រិតរួមបញ្ចូលគ្នានៃពន្ធទាំងអស់របាំងមិនមែនជារូបិយវត្ថុនិងតម្រង់នៃការក្លែងបន្លំផ្សេងៗទៀតដែលគាត់ជឿថាដៃគូពាណិជ្ជកម្មបានអនុវត្តចំពោះសហរដ្ឋអាមេរិកមិនកម្ពុជាស្ថិតនៅក្រោមប្រទេស
ដែលមានអត្រាខ្ពស់ជាងគេគឺ 49% នៅក្រោយពីប្រទេសកម្ពុជាគឺប្រទេសលាវ 48% ហើយបន្ទាប់គឺប្រទេសយួន 46%ការដាក់ពន្ធ 49% របស់សហរដ្ឋអាមេរិកនៃរដ្ឋបាលដូណាល់ត្រាំត្រូវបានមានពាក្យអាចាំរាមថាការសងសឹកចំពោះអនុភាពពាណិជ្ជកម្មរបស់កម្ពុជាឬនិយាយម្យ៉ាងទៀតថាការរកលុយដោយឈាមរបស់ប្រជាជននៃសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2024កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ $136.6 លានដុល្លារសហរដ្ឋអាមេរិកនិងការនាំចូលពីទីផ្សារនោះស្មើនឹង $13.1 លានដុល្លារសហរដ្ឋអាមេរិកអនុភាពនៃពាណិជ្ជកម្មឡើងដល់កម្រិត $123.5 នៃពាន់លានដុល្លារសហរដ្ឋអាមេរិកកម្ពុជាក៏ត្រូវបានគេសង្ស័យថាជាទីធ្លាខាងក្រោយរបស់ប្រទេសចិនដែលធ្វើឲ្យប្រទេសមួយនេះមានប្រជាជនរាប់ពាន់នាក់នៅក្នុងរងភាពប៉ះពាល់កម្ពុជាដាក់ពន្ធខ្ពស់លើការនាំចូលពីសហរដ្ឋអាមេរិកដោយហេតុផលការពារឧស្សាហកម្មក្នុងស្រុកក៏ប៉ុន្តែមិនយកពន្ធលើការនាំចូលពីប្រទេសចិននោះទេខណៈពេលដែលសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាប្រទេសចិនគឺជាអ្នកប្រកួតប្រជែងទំនិញដ៏ធំបំផុតទៅកាន់ប្រទេសកម្ពុជាផងដែរកម្ពុជាក៏ក្លាយទៅជាកន្លែងឆ្លងកាត់ទំនិញចិនប្រទេសនៅប្រទេសមួយនេះត្រូវបានវិចភ្ជាប់និងកែច្នៃរួចនាំចេញទៅទឹកដីសហរដ្ឋអាមេរិកនោះអាមេរិកត្រូវបានគេតែងយកផលប្រយោជន៍ជាច្រើនវាដល់ពេលដែលមេដឹកនាំកម្ពុជាឈប់ដើរជាមួយចិនហើយប្រកាន់ភ្ជាប់ជំហរច្បាស់លាស់នៅក្នុងសង្គ្រាមពាណិជ្ជកម្មក្រោមបរិបទនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីលើកទី47នៃរដ្ឋដូណាល់ត្រាំជុំវិញព្រឹត្តិការណ៍នៃការដាក់ពន្ធដាររបស់សហរដ្ឋអាមេរិកនេះផងដែរលោកហ៊ុនសែនបន្តឲ្យហ៊ុនម៉ាណែតនេះកូនប្រុសរបស់ខ្លួនធ្វើរឿងមួយនោះទៀតដែលត្រូវបានមហាជនបន្ទោសការមិនពេញចិត្តយ៉ាងនេះថាជាពិសេសគឺលោកសខេងនិងលោកទៀបបាញ់តែម្ដងតែភាពប្រឹងរស់និងភាពអាយ៉ងយួនរបស់ក្រុមគ្រួសារនៃត្រកូលហ៊ុនបានប្រើសញ្ញាខ្មោចនៃតំបន់ពិសេសត្រីកោណបានត្រឡប់មកវិញនៅក្នុងទឹកដីកម្ពុជាសាជាថ្មីច្បាប់តំបន់ត្រីកោណដ៏ពិសេសប្រតិកម្មកំពុងវិលត្រឡប់មកវិញចូលដល់ទឹកដីកម្ពុជាហើយតំបន់ច្បាប់មួយនេះទៀតសោតគឺប្រឈមនឹងការគោរពនៃការបង្ហាញចេញអំពីការបាត់បង់បូរណភាពទឹកដីរបស់ប្រជាជាតិនិងភាពព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបតាមរយៈនេះយើងអាចមើលឃើញម្ដងទៀតថាយួនមិនដែលបោះបង់គំនិតលេបខ្មែរយុគឡើយអាស្រ័យលើស្ថានភាពជាក់ស្ដែងអំណាចផ្លាស់ប្ដូរជួនកាលលឿនជួនកាលយឺតជួនកាលតន់ភ្លន់និងជួនកាលកាចសាហាវជាងមុនបច្ចុប្បន្ននេះគេកំពុងអនុវត្តយុទ្ធសាស្ត្រញ៉ាំផ្លែស៊ុបស្តូរីជាមួយកម្ពុជារបស់យួនហើយអ្វីដែលគួរឲ្យសោកស្ដាយនិងគួរឲ្យកត់សម្គាល់ទាំងអស់នេះគឺមេដឹកនាំផ្ដាច់ការកុម្មុយនីសកម្ពុជាតាមរបបបែបគ្រួសារជ្រុលនិយមបន្ទាប់ពីមេរៀននៃបទពិសោធន៍បង្ហូរឈាមជាច្រើនមកនៅតែឆោតល្ងងអបក្រសោបពាក្យមាសទាំង16ពាក្យល្អទាំង4ដែលលោកហ៊ុនសែនតែងតែសរសើររដ្ឋទីក្រុងហាណូយហើយពួកទីក្រុងហាណូយក៏ពួកគេបដិញ្ញាចិត្តយកលោកហ៊ុនសែនធ្វើជាអាយ៉ងអំណាចនៅក្នុងប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្នពួកគេបាននាំប្រទេសជាតិទៅនៅក្នុងរូបភាពមហន្តរាយនិងវិនិច្ឆ័យអន្តរាយដោយចេតនានយោបាយរបស់ទីក្រុងប៉េកាំងនិងទីក្រុងហាណូយដែលគេឆ្លៀតឱកាសលេបទឹកដីរបស់កម្ពុជាបន្តិចម្ដងប្រសិនបើយើងមើលឃើញប្រទេសយើងមិនចេះរក្សាប្រជាពលរដ្ឋយើងមិនចេះស្រឡាញ់និងគោរពការពារនោះទេបូរណភាពទឹកដីសង្ឃឹមថាប្រជាពលរដ្ឋខ្មែរទាំងអស់នឹងដឹងរឿងមួយនេះ
នឹងមានចំណាប់ការរើបំរាស់ឲ្យតាន់ពេលវេលានៅក្នុងសេណារីយ៉ូនយោបាយនិងគោលចំហដ៏ធំធេងរបស់សម្ដេចព្រះជ័យសេនាធាបាញ់និងសម្ដេចកូឡាហោមសុខេងនៅពេលខាងមុខដែលជាឈុតឆាកនយោបាយប្រឡាយអំណាចរបស់លោកហ៊ុនសែនសារព័ត៌មានខ្មែរមេកុងយូសូមអរគុណទៅកាន់អស់លោកអ្នកដែលបានតាមដានសារព័ត៌មានរបស់យើងខ្ញុំដើម្បីអស់លោកមិត្តអ្នកស្ដាប់ងាយស្រួលតាមដានសូមចុច Subscribe និងចុចកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីរបស់យើងខ្ញុំបានគ្រប់ពេលវេលាសូមអរគុណនិងជម្រាបលា